ខ្ញុំសូមជួននីតិនេះទៅលោកខំវិស្នាផ្ដើមនៅចំណាប់អារម្មណ៍សូមអញ្ជើញជាបឋមខ្ញុំខំវាសនាសូមលំអោនកាយក្រាបថ្វាយបង្គំព្រះគុណម្ចាស់ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពដេចគុណព្រំធម្មជាតិដែលព្រះអង្គគង់នៅទីនេះជាអ្នកបកស្រាយប្រធានបទយើងនៅថ្ងៃនេះគឺនិយាយអំពីអ្វីទៅជាជីវិតមានការពិពណ៌នាការបែកញែកការឲ្យនិយមន័យអំពីជីវិតនឹងច្រើនណាស់មានជាអាចដោយប្រដេចគុណព្រំធម្មជាតិព្រះអង្គរៀបរាប់ខាងលើមិញអញ្ចឹងមានជាអាចជីវិតជាការតស៊ូជីវិតជាឆាកល្ខោនជីវិតជាចម្រៀងមួយបទនឹងលងលួចដែលតែងមិនចេះចប់ជីវិតជាការប្រឡែងជាមួយនឹងសុខហើយនឹងទុក្ខជីវិតជាការស៊ីជាដើមចំពោះរឿងទស្សនៈឬក៏ការយល់ឃើញរបស់បុគ្គលម្នាក់នេះណាព្រះពុទ្ធប្រាប់រំគូនៃយើងព្រះអង្គទុកកតិមួយសម្រាប់ឲ្យមនុស្សដែលមានទស្សនៈផ្សេងគ្នាទាំងអស់យកមកពិចារណាព្រះអង្គលើកឧទាហរណ៍អំពីរឿងមនុស្សខ្វាក់មួយក្រុមទៅស្ទាបតម្រៃបុគ្គលខ្វាក់ណាស្ទាបចំជើងតម្រៃទៅថាតម្រៃរៀងមូលដូចដើមចេកអញ្ចឹងបុគ្គលណាស្ទាបប៉ះប្រម៉ោយទៅថាតម្រៃនឹងរៀងទន់ហើយវែងអញ្ចឹងទៅបុគ្គលណាស្ទាបប៉ះខ្លួននឹងថាតម្រៃនឹងធំដូចយក្សអញ្ចឹងទៅហើយបុគ្គលណាស្ទាបប៉ះតិចទៅថាតម្រៃនឹងកប៉ែតដូចនំចាក់ចុលអីចឹងទៅតើរឿងពិតអំពីតម្រៃវានៅត្រង់ណានៅត្រង់ថាយកទស្សនៈយកការយល់ឃើញរបស់បុគ្គលខ្វាក់ទាំងអស់នោះយកមកផ្គុំគ្នាការយល់ឃើញរបស់មនុស្សទាំងអស់ចំពោះបញ្ហាមួយយកមកពិចារណាដោយមិនទាត់ចោលភ្លាមដោយមិនទាន់បានពិចារណាលើទស្សនៈលើគំនិតរបស់បុគ្គលនោះសោះឡើយក៏ប៉ុន្តែក្រោយពីពិចារណាហើយវាត្រូវមានទស្សនៈខ្លះត្រូវຕົកទស្សនៈខ្លះត្រូវកវត្តចោលព្រោះអីព្រោះបុគ្គលខ្លះហ្នឹងគាត់មិនមែនខ្វាក់ហើយទៅស្ទាបចំតម្រៃទៀតគាត់ខ្វាក់ហើយគាត់ទៅស្ទាបចំដើមឈើអីចឹងហើយគាត់ពិពណ៌នាអំពីតម្រៃអញ្ចឹងទស្សនៈរបស់គាត់អំពីតម្រៃហ្នឹងវាអត់ចំសោះឡើយមិនមែនចំជើងចំតិចអីគឺចំឯគល់ឈើនោះគាត់ថាតម្រៃហ្នឹងវារៀងដូចដើមឈើមានសម្បកមានអីអញ្ចឹងទៅណាអាទស្សនៈបែបហ្នឹងគឺយើងត្រូវតែទាត់ចោលប៉ុន្តែទាត់ចោលក្រោយអំពីយើងពិចារណាលើទស្សនៈរបស់គេរួចទៅហើយប៉ុន្តែសម្រាប់បុគ្គលដែលមានភ្នែកភ្លឺគេមើលឃើញតម្រៃណាដូចជាព្រះពុទ្ធព្រះបរមគ្រូនៃយើងជាដើមព្រះអង្គត្រាស់ដឹងអំពីច្បាប់ធម្មជាតិនោះពាក្យសម្ដីជាអវាទជាមេរៀនរបស់ព្រះអង្គគឺយើងគួរឲ្យមានទំនុកចិត្តបានថារឿងហ្នឹងវាពិតក៏ប៉ុន្តែដែលសំខាន់ហើយប្រើបានជាប្រយោជន៍វាទាល់តែយើងយល់ស្វែងយល់លើពាក្យទាំងអស់ហ្នឹងបើព្រះអង្គមានពុទ្ធិកាថាអញ្ចឹងហើយយើងចង់ស្វែងយល់អត្ថន័យដើម្បីយកមកប្រើក្នុងជីវិតរបស់យើងឲ្យបានជាប្រយោជន៍អញ្ចឹងដោយផ្អែកទៅលើទស្សនៈបែបហ្នឹងចំពោះទស្សនៈរបស់ពួកអ្នកទស្សនវិជ្ជាដែលជាបុគ្គលមិនត្រាស់ដឹងយើងត្រូវផ្គុំពាក្យរបស់គាត់ទាំងអស់គ្នានឹងយកមកពិចារណាចំណែកពាក្យរបស់ព្រះបរមគ្រូនៃយើងដែលជាបុគ្គលត្រាស់ដឹងភ្លឺស្វាងមើលឃើញច្បាស់ទូទៅអំពីធម្មជាតិយើងយកពាក្យរបស់លោកមកពិចារណាដើម្បីវែកញែករកសេចក្តីពិតក្នុងរឿងហ្នឹងដូចគ្នាជាមួយនឹងមនុស្សកាលណាគេមានការយល់ដឹងមិនទូលំទូលាយគេទាញជ្រុងមួយនៃជីវិតដោយថាគេប៉ះពាល់ខ្លួនគេផ្ទាល់ឃើញថាជីវិតហ្នឹងបើមិនតស៊ូរស់មិនបានគេដាក់អត្ថន័យឲ្យជីវិតទៅគឺថាជីវិតជាការតស៊ូទៅអ្នកខ្លះមួយទៀតទៅឃើញថាពិចារណាយូរទៅឃើញថាជីវិតហ្នឹងដូចជាអត់មានអីពិតប្រកបសោះរឿងពិតទាំងឡាយដែលមនុស្សយល់ច្រឡំថាជាសេចក្តីសុខវាជាសេចក្តីទុក្ខមនុស្សយល់ថាជាសេចក្តីទុក្ខមិនចង់ឮមិនចង់ដឹងក៏ប៉ុន្តែវាជាសេចក្តីសុខទៅវិញដូច្នេះជីវិតដូចជាឆាកល្ខោនអញ្ចឹងពីព្រោះថាឆាកល្ខោនគ្មានឆាកមួយណាពិតទេអ្នកខ្លះទៅទៀតទៅថាជីវិតជាការស៊ីព្រោះមើលទូយូរទៅឃើញថាបើអត់ស៊ីអត់រស់ដល់ពេលអញ្ចឹងមនុស្សម្នាក់វាទាញយកទស្សនៈរបស់ខ្លួនតាមរបៀបដែលខ្លួនបានពាល់ដូចមនុស្សខ្វាក់ទៅស្ទាបតម្រៃអញ្ចឹងមិនដឹងថាខ្ញុំនឹងវាខ្វាក់ដែរឬក៏យ៉ាងណាទេក៏ប៉ុន្តែខ្ញុំខិតខំឲ្យអស់ដើម្បីទាញយកន័យទូទៅសម្រាប់ជីវិតហើយព្រះពុទ្ធព្រះបរមគ្រូនៃយើងក៏ព្រះអង្គសិក្សាអំពីជីវិតនឹងដែរដូច្នេះយើងគួរតែប្រមូលទិន្នន័យទាំងអស់យកមកផ្ទៀងផ្ទាត់ហើយកុំទាត់ចោលអត្ថន័យនៃជីវិតដែលផ្ដល់ដោយបុគ្គលណាមួយឲ្យសោះហើយយើងលើកយកមកនិយាយទាំងអស់គ្នាមើលថាតើគួរដាក់ន័យឲ្យជីវិតហ្នឹងតាមន័យបែបណាពេលណាយើងស្គាល់ជីវិតត្រឹមត្រូវហើយទើបយើងអាចប្រើជីវិតហ្នឹងបានជាប្រយោជន៍មនុស្សម្នាក់សំខាន់ណាស់គឺត្រូវតែគិតពីប្រយោជន៍ផ្ទាល់ខ្លួនមនុស្សនឹងត្រូវតែគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គក៏បង្រៀនឲ្យមនុស្សចេះគិតពីប្រយោជន៍ផ្ទាល់ខ្លួននឹងដែរថាមនុស្សកើតមកត្រូវស្គាល់ប្រយោជន៍ត្រូវធ្វើប្រយោជន៍សម្រាប់ខ្លួនឯងប៉ុន្តែព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់ថាការសាងប្រយោជន៍សម្រាប់អ្នកដទៃនឹងគឺជាការសាងប្រយោជន៍សម្រាប់ខ្លួនឯងហើយការបំផ្លាញប្រយោជន៍អ្នកដទៃនឹងគឺជាការបំផ្លាញប្រយោជន៍ខ្លួនឯងហើយត្រង់ចំណុចនេះវាបច្ច្រាជាមួយនឹងធម្មជាតិរបស់មនុស្សកើតមកយើងសង្កេតមើលឃើញកូនក្មេង 4-5 ខែអីអញ្ចឹងណាយើងឲ្យបិចយើងឲ្យខ្មៅដៃឬក៏យើងឲ្យក្រាស់សត្វសក់ទៅវាកាន់ជាប់ពេលណាយើងទៅទាញមកវាមិនស្រួលយំឃើញថាសារជាតិរបស់មនុស្សជាធម្មតាគឺតែងតែចង់បានប្រយោជន៍ផ្ទាល់ខ្លួនដល់ពេលអញ្ចឹង
មនុស្សដល់ពេលកើតមកធំទៅអប្រយោជន៍ផ្ទាល់ខ្លួនវាជាប់ព្រះពុទ្ធប្រាប់រំគូនៃយើងព្រះអង្គបង្រៀនថាបើអ្នកពិតជាគិតប្រយោជន៍ផ្ទាល់ខ្លួនមែនគឺធ្វើល្អចំពោះអ្នកដទៃនឹងហើយការដែលបំផ្លាញអ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួននឹងគឺបំផ្លាញខ្លួនឯងមិនមែនរកប្រយោជន៍ទេអញ្ចឹងយើងទៅសិក្សាថាតើជីវិតពិតប្រាកដដែលព្រះពុទ្ធឲ្យនិយមន័យនោះជាជីវិតយ៉ាងណាដែលព្រះពុទ្ធទ្រង់ត្រាស់ថាការធ្វើបាបអ្នកដទៃគឺធ្វើបាបខ្លួនឯងការធ្វើប្រយោជន៍ដល់អ្នកដទៃគឺធ្វើប្រយោជន៍ខ្លួនឯងជាពាក្យរបស់បុគ្គលត្រាស់ដឹងតើបុគ្គលប្រមាណអ្នកហើយស្វែងយល់អំពីអត្តន័យដ៏ជ្រាលជ្រៅដែលជាអត្តន័យពិតព្រោះអីព្រោះថាព្រះពុទ្ធជាព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងច្បាប់ធម្មជាតិដូច្នេះពាក្យសម្ដីរបស់ព្រះអង្គគ្មានជាពាក្យណាភូតកុហកគ្មានជាពាក្យណាជាទស្សនៈទេព្រោះថាព្រះអង្គបានទៅដល់ទីនោះហើយព្រះអង្គបានពាល់ត្រូវហើយដូច្នេះយើងត្រូវសិក្សាតាមគន្លងរបស់ព្រះពុទ្ធដើម្បីប្រមូលទិន្នន័យទាំងអស់យកមកឲ្យតម្លៃជីវិតតាមការសង្កេតរបស់ខ្ញុំឃើញថាមនុស្សសប្តាហ៍ថ្ងៃភាគច្រើនមិនសូវបានសិក្សាតាមពធទេតាមមេរៀនរបស់ព្រះពុទ្ធទេហេតុអ្វីបានជាខ្ញុំនិយាយអញ្ចឹងពីព្រោះព្រះពុទ្ធប្រាប់រំគូនៃយើងណែនាំឲ្យស្គាល់ខ្លួនឯងខ្ញុំលើកឧទាហរណ៍អញ្ចេះតើវាមានប្រយោជន៍យ៉ាងណាសម្រាប់ការសិក្សាអំពីខ្លួនយើងខ្ញុំលើកឧទាហរណ៍ដូចកុំព្យូទ័រមួយអញ្ចឹងតិចណាស់ដែលមនុស្សប្រើកុំព្យូទ័រហ្នឹងដឹងថាប្រព័ន្ធដែលគេរៀបចំខាងក្នុងអំពីកុំព្យូទ័រហ្នឹងយ៉ាងម៉េចគឺមនុស្សចេះតែប្រើគេឲ្យសភៅមួយមករៀនប្រើកុំព្យូទ័រហ្នឹងមនុស្សហ្នឹងចេះប្រើទៅតាមប្រូក្រាមអញ្ចឹងទៅក៏ប៉ុន្តែប្រព័ន្ធខ្សែប្រព័ន្ធផ្ទុកទិន្នន័យយ៉ាងម៉េចប្រព័ន្ធហ្នឹងធ្វើមកពីណាផលិតយ៉ាងម៉េចយើងអត់បានសិក្សាលម្អិតនៅខាងក្នុងកុំព្យូទ័រហ្នឹងទេមានន័យថាអ្នកដែលប្រើកុំព្យូទ័រហ្នឹងនៅឆ្ងាយពីការយល់ដឹងនៃការផលិតកុំព្យូទ័រណាខ្ញុំឧបមាថាថ្ងៃណាមួយកុំព្យូទ័រហ្នឹងវាមានវិញ្ញាណវាដឹងខ្លួនវាថាអូអញជាកុំព្យូទ័រពេលណាវាដឹងអញ្ចឹងវានឹងទាត់ដៃអ្នកវាយកុំព្យូទ័រហ្នឹងអ្នកដែលប្រើកុំព្យូទ័រវាទាត់ថាកុំប្រើអញទៀតឈប់ប្រើអញទៅវាចាប់ផ្ដើមចុះពីលើតុហ្នឹងធ្វើដំណើរដើរខ្លួនវាទៅវាធ្វើអីគឺវាធ្វើទៅតាមញាណរបស់វាហ្នឹងការចង់របស់វានៅខាងក្នុងហ្នឹងវាចង់ធ្វើអីវាធ្វើហ្នឹងទៅសួរថាតើកុំព្យូទ័រនៅឆ្ងាយពីការយល់ដឹងអំពីខ្លួនវាប៉ុណ្ណាមនុស្សដែលប្រើកុំព្យូទ័រវាឆ្ងាយពីការយល់ដឹងអំពីកុំព្យូទ័រនឹងទៅហើយចំណែកកុំព្យូទ័រខ្លួនវាហ្នឹងវារឹតតែឆ្ងាយអំពីការយល់ដឹងទៅទៀតហើយវាឆ្ងាយអណែកសែនមហាឆ្ងាយនៅពេលដែលវាមិនប្រឹងសិក្សាអំពីខ្លួនវាព្រះពុទ្ធប្រាប់រំគ្រូនៃយើងព្រះអង្គបង្រៀនមនុស្សនេះដែលមានញាណនៅខាងក្នុងនេះឲ្យស្គាល់ខ្លួនឯងពីព្រោះថាខ្លួនមនុស្សហ្នឹងវាជាប្រព័ន្ធស្មុគស្មាញជាងគេបំផុតហើយព្រះអង្គទ្រង់ត្រាស់ថាតើស្គាល់ខ្លួនឯងហ្នឹងហើយគឺស្គាល់ទាំងអស់ធម្មជាតិហ្នឹងគ្មានអីអាចកំបាំងព្រោះខ្លួនហ្នឹងស្មុគស្មាញជាងគេក៏ប៉ុន្តែមនុស្សសពថ្ងៃហ្នឹងនិយាយឮស្ដាប់បានដើររួចចង់ធ្វើអីទៅធ្វើហ្នឹងគាត់មិនបានដឹងថាតើធម្មជាតិរៀបចំហ្នឹងវាយ៉ាងម៉េចបានគាត់ទៅជាអញ្ចឹងគាត់បានដែលខ្វល់ពីបញ្ហាហ្នឹងឯងបើគាត់សប្បាយគាត់ទៅសប្បាយទៅបើគាត់ចង់ហូបគាត់ទៅហូបហ្មងទៅគាត់ចង់និយាយគាត់ចង់និយាយគាត់ចង់ស្ដាប់គាត់ចង់ស្ដាប់គាត់ធ្វើទៅតាមការចង់របស់គាត់ដោយគាត់មិនបានសិក្សាថាហេតុអីបានជាចង់អញ្ចឹងកើតណោះហេតុអីបានជាគេនិយាយមកអញលឺណោះមិនបានអញឃើញម្ដងថ្ងៃក្រោយអញចាំទៀតណោះមិនបានអញលឺម្ដងហើយថ្ងៃក្រោយអញចាំទៀតណោះឯកសារទាំងអស់ហ្នឹងវាផ្ទុកយ៉ាងណានៅក្នុងខ្លួនហ្នឹងព្រះពុទ្ធប្រាប់រំគូនៃយើងព្រះអង្គជាអ្នកនាំមុខគេក្នុងការសិក្សាស្វែងយល់អំពីខ្លួនឯងហើយរបៀបពិសោធន៍របស់ព្រះពុទ្ធជារបៀបពិសោធន៍សច្ចៈទៅទៀតមិនមែនជាទស្សនៈទេទស្សនៈមានន័យថាអង្គុយនៅទីនេះប្រមាលមើលទៅខាងមុខចំណែកព្រះអង្គបានទៅដល់នៅទីនោះហើយទៅដល់ដោយញាណសួរថាទៅដល់នៅទីនោះនឹងកន្លែងណាថាទៅដល់នៅផ្ទៃនៃចិត្តហ្នឹងព្រះអង្គបានទៅឃើញធាតុផ្សំនៃចិត្តហ្នឹងអស់ហើយពេលណាយើងស្គាល់ធម្មជាតិនៃចិត្តដែលយើងសម្គាល់ថាអញនោះពេលនោះយើងនឹងដឹងថាតើយើងត្រូវប្រើជីវិតហ្នឹងក្នុងន័យយ៉ាងណាដែលហៅថាជីវិតប្រកបដោយប្រយោជន៍គឺធ្វើប្រយោជន៍សម្រាប់ខ្លួនឯងហ្នឹងតើយើងត្រូវប្រើជីវិតបែបណាវាទាល់តែយើងដឹងថាតើជីវិតហ្នឹងវាយ៉ាងម៉េចយើងទទួលទិន្នន័យទាំងអស់អំពីបញ្ហាជីវិតខ្ញុំសូមផ្ដើមសេចក្តីចាប់អារម្មណ៍របស់ខ្ញុំត្រឹមប៉ុណ្ណេះហើយនឹងបកស្រាយបន្តទៅទៀតនៅពេលដែលខ្ញុំបានទទួលសំណួរសូមអរគុណបាទសូមអរគុណជាបន្តទៀតនេះខ្ញុំប្រកាសណាខ្ញុំមានសំណួរខ្លះដើម្បីប្រកេននឹងជំរាបសួរទៅប្រគុណម្ចាស់និងលោកវិក្មិននៅក្នុងកិច្ចពិភាក្សាលើប្រធានបទស្ដីអំពីអ្វីទៅគឺជីវិតនេះហើយតាមការបកស្រាយរបស់បដិជគុណក៏ដូចជាលោកខំវាសនាយើងឃើញថាអ្វីដែលជាជីវិតនេះគឺមានការឲ្យនិយមន័យខុសៗគ្នាដូចជាជីវិតគឺជាការតស៊ូជីវិតគឺជាកញ្ចះនៃតណ្ហាជីវិតគឺជាព្រហ្មលិខិតជីវិតគឺជារឿងឆាកល្ខោនជីវិតគឺជាការប្រឡែងលេងជាមួយសេចក្តីសុខនិងទុក្ខឬក៏ជីវិតគឺជាចម្រៀងមួយបទដែលច្រៀងមិនចេះចប់នេះហើយដែលជាការឲ្យនិយមន័យខុសៗគ្នាលើបញ្ហាជីវិតនេះអញ្ចឹងនៅក្នុងនេះយើងបានផ្ដោតសំខាន់ថាព្រះពុទ្ធ
ព្រះបរមគ្រូនៃយើងនេះគឺបានសិក្សាគឺបានយល់អំពីដំណើររបស់ជីវិតច្បាស់លាស់នៅក្នុងនឹងខ្ញុំប្រកាសណាខ្ញុំចង់ប្រកេននឹងចោតសួរនៅសំណួរនេះថាតើជីវិតពិតដែលព្រះអង្គបានសិក្សានោះតើវាមានអ្វីខ្លះដែលបានដំណើរឲ្យកើតនឹងជីវិតហ្នឹងអំជីវិតហើយជីវិតដែលកើតមកនឹងគឺសម្រាប់ធ្វើអ្វីដែលកើតឲ្យមានជីវិតហ្នឹងសំណួរនេះខ្ញុំសូមប្រកេនទៅបដិជគុណព្រំធម្មជាតិដើម្បីព្រះអង្គមានសង្ឃលេខាបកស្រាយអំពីសំណួរនេះតើជីវិតមានអ្វីខ្លះហើយកើតមកនឹងតើយើងយកជីវិតមកពីអ្វីណាខ្ញុំកណាសូមប្រកេនសំណួរនេះទៅបដិជគុណព្រំធម្មជាតិដើម្បីឲ្យព្រះអង្គមានសង្ឃលេខាបកស្រាយសូមនិមន្តសាធុអាត្មាភាពសូមធ្វើការភ័យទោសជាមុនបើអាត្មាភាពឆ្លើយទៅហើយមានការពុំបានពេញលេញទៅក្នុងអត្ថន័យនៃការបកស្រាយបំភ្លឺអំពីអត្ថន័យនៃជីវិតនេះដោយថាញោមសួរថាជីវិតបានមកពីអ្វីអីអញ្ចឹងហើយសូមញោមបាសកវាសនាជួយបំពេញបន្ថែមខាងក្រោយតាមការសិក្សាស្វែងយល់ឬទៅតាមការពន្យល់ព្រះធម៌របស់ព្រះពុទ្ធអាត្មាភាពសូមធ្វើការវះកាត់នៅអត្ថន័យនៃពាក្យថាជីវិតនេះពិតមែនហើយជីវិតគឺជាការផ្សំឡើងទៅដោយរចនាសម្ព័ន្ធរបស់វាដែលមានកាយហើយនិងចិត្តនេះបូកផ្សំបញ្ចូលគ្នាកាយគឺបានមកពីរូបគឺជាអ្វីដែលជាដុំកោសិកាតូចរាប់ចាប់តាំងពីក្របឈាមក្របសាច់ឆ្អឹងស្អែងអីទាំងអស់ជាស័ក្តិសម្ភារៈដែលយើងអាចមើលឃើញដោយភ្នែកស្រស់របស់យើងផងហើយនឹងមើលឃើញទៅតាមការពង្រីករបស់អ្នកវិទ្យាសាស្ត្រដោយប្រើម៉ាស៊ីនមីក្រូទស្សន៍អីជាដើមនឹងគេអាចពង្រីករូបឃើញបានហើយទី2ចិត្តគឺពីនាមនឹងគឺជាចំហាយនៃធម៌ពលចំហាយនៃធម៌ពលនៅក្នុងភាសាព្រះធម៌គឺបណ្ដាលមកពីចិត្តនឹងឯងដែលព្រះអង្គហៅថាសង្ខារៈឬអភិសង្ខារជាតួកម្មជាប្រភពជាកន្លែង reaction ជាកន្លែងប្រតិកម្មបានន័យថានៅក្នុងដុំកោសិកាវាមិនអាចប្រតិកម្មដោយខ្លួនវាកើតទេលុះណាតែមានធម៌ពលចិត្តនឹងវាបូកផ្សំជាមួយផងបានវាជាប្រតិកម្មទៅជារូបសញ្ញាទៅជាសញ្ញាផ្សេងដូចយើងមានកំហឹងខឹងក្រេវក្រោធតាមតឹងនៅក្នុងចិត្តរបស់យើងគឺជាដំណើរផ្សំធាតុគីមីនៅក្នុងខ្លួនរបស់យើងដោយថាផ្សំទីនេះមានធាតុគីមីជារូបធាតុអ្វីខ្លះបូកបញ្ចូលគ្នាទៅហើយនឹងធម៌ពលផ្លូវចិត្តបូកបញ្ចូលគ្នាទៅវាធ្វើឲ្យយើងចេញជាប្រតិកម្មជាកំហឹងប្រតិកម្មជាហើយយើងព្រះអង្គដាក់ឈ្មោះថានេះកំហឹងបែបនេះព្រះអង្គសង្កេតថាសញ្ញាអញ្ចឹងជាដំណើរទោសៈរបៀបថាខឹងរបៀបមានះរបៀបច្រណែនរបៀបនិន្ទាថាកលេសធម៌ផ្សេងហើយពេលណាបើវាផ្សំធាតុគីមីមួយផ្នែកទៀតមានរូបធាតុដតីដែលជារូបនឹងផ្សំជាមួយនឹងនាមផងចេញទៅជាសភាវៈធម៌មួយបែបទៀតដែលព្រះអង្គថាជាដំណើរការប្រតិកម្មល្អដូចជាមេត្តាករណាមុទិតាបេក្ខាទាំងអស់ហ្នឹងគឺជាការផ្សំធាតុគីមីនៅក្នុងរូបធាតុហ្នឹងហើយបូករួមជាមួយនឹងធម៌ពលផ្លូវចិត្តជាដំណើរសង្ខារហ្នឹងផងបានវាចេញទៅជាប្រតិកម្មខាងក្រៅទៅប្រតិកម្មយ៉ាងម៉េចប្រតិកម្មទៅតាមកាយកម្មតាមដៃតាមជើងប្រតិកម្មទៅតាមសម្ដីភាសាវោហារសាស្ត្ររបស់យើងនិងប្រតិកម្មខាងក្នុងមโนរបស់យើងក្តៅក្រហាយតាមតឹងជាដើមហើយនឹងមានចិត្តស្លូតបូតមានចិត្តបំណងល្អអីជាដើមអស់នឹងគឺជាការផ្សំធាតុគីមីដោយរូបធាតុបូកផ្សំជាមួយនឹងធម៌ពលផ្លូវចិត្តជាមួយគ្នាប៉ុន្តែប្រភពដើមរបស់វាដុំឌីណាម៉ូរបស់វាគឺវាមកពីធម៌ពលចិត្តរបស់យើងទេដែលនៅក្នុងធម៌ពលចិត្តនោះទៅទៀតព្រះអង្គបំបែកទៅថាវាមានសមាសភាពឬក៏យើងហៅថាមានអង្គរៈរបស់ចិត្តនឹងតទៅទៀតអាត្មាភាពនិយាយពាក្យថាអង្គរៈអញ្ចឹងចុះគឺជារដ្ឋមន្ត្រីរបស់ចិត្តអញ្ចឹងចុះអាត្មាសូមបញ្ជាក់អញ្ចឹងដូចថាព្រះអង្គបំបែកទៅថាទី1មានវិញ្ញាណទី2មានសញ្ញាទី3វេទនានិងទី4សង្ខារទាំងអស់នឹងឯងគឺជារដ្ឋមន្ត្រីដែលធ្វើការទៅឲ្យចិត្តបើពុំមានសមាសភាព4នឹងទេយើងក៏មិនអាចសង្កេតឃើញថាតើធម្មជាតិចិត្តនោះដូចម្ដេចដែរទាល់តែធម្មជាតិមួយជាវេទនាវាមកធ្វើការយ៉ាងម៉េចបានយើងសម្គាល់ថានេះជាចិត្តសញ្ញាវាចេញមកយ៉ាងម៉េចអានេះបានថាជាចិត្តវិញ្ញាណវាមកធ្វើការយ៉ាងម៉េចអានឹងបានហៅថាចិត្តសង្ខារវាមកតាក់តែយ៉ាងម៉េចអានឹងបានហៅថាចិត្តស្មារតីហោថាដូចជាយើងដើរទៅឬសំឡេងគេជេរយើងដបល់យកអីអញ្ចឹងទៅយើងចាប់ផ្ដើមសោយអារម្មណ៍ដឹងពេលណាវាមកប៉ះតិចយើងវិញ្ញាណនឹងប្រាប់ថាមានអ្វីមកប៉ះហើយមានអ្វីមកប៉ះតិចរបស់អ្នកហើយអ្នកស្គាល់ទេសំឡេងនឹងបើសំឡេងនឹងធ្លាប់សម្គាល់ថាជាសំឡេងជេរចាប់ផ្ដើមសម្គាល់ថាសំឡេងជេរនឹងដឹងថាគេជេរយើងហើយគេប្រមាថយើងហើយផ្ដាសាឲ្យយើងហើយរិះគន់យើងហើយជាដើមអញ្ចឹងទៅដល់អញ្ចឹងទៅវាចាប់ដើមបំលែងប្រតិកម្មធាតុគីមីក្នុងខ្លួនយើងដល់ពេលលុយគេជេរមកសំឡេងជេរដល់តែជេរចាប់ដើមមិនពេញចិត្តដល់មិនពេញចិត្ត
ដែលធាតុគីមីដែលវាបំលែងដើម្បីឲ្យវេទនាដំណើរការតើវាដំណើរការមិនពាក្យនឹងមិនពេញចិត្តទេចាប់ផ្ដើមញ័រសាច់ក្តៅក្រហាយបែកញើសមុខតឹងរឹងមុខរឹងមាត់អីអាការៈដែលវាបំលែងនៅក្នុងរាងសារពាង្គកាយរបស់យើងនឹងឯងគឺដោយសារគ្រឿងផ្សំទាំងអស់ហ្នឹងសញ្ញាវាប្រាប់ថាសម្លេងជេរមិនល្អទេណាវាប្រមាថអ្នកឯងហើយណាវេទនាញ័រទៅត្រឹកខឹងភ្លាមខ្ញុំប្រកាសណាចង់កាត់សង្ឃិការបស់បដិជននៅត្រង់ការលើសូរសម្លេងដែលកើតថានៅក្នុងខ្លួនយើងឲ្យកើតមានការក្រោតខឹងឬសម្លេងជេរបើយើងគិតទៅសម្លេងគ្រាន់តែជាសូរមួយដែលជាសញ្ញាមួយឲ្យដឹងទេតើហេតុអ្វីដែលជាមនុស្សនោះដែលបានលឺនឹងសម្លេងហើយដែលបានកត់សម្គាល់កំណត់ថាសម្លេងនេះជេរសម្លេងនេះគេមើងងាយហើយសម្លេងជេរអាសម្លេងមើងងាយធ្វើឲ្យទៅក្នុងខ្លួនយើងមានការក្រោតខឹងតើស្អីទៅដែលនៅក្នុងខ្លួននឹងមួយទៀតដែលធ្វើឲ្យមានការក្រោតខឹងហ្នឹងសម្គាល់វាមិនបានទៅជាការក្រោតខឹងចម្រើនពរអញ្ចឹងហើយបានយើងតោងឲ្យមានការរៀនសូត្រអំពីដំណើរព្រះធម៌នឹងឯងដែលយើងរៀនធម៌នឹងដើម្បីឲ្យស្គាល់ថាវាប្រតិកម្មដូចម្ដេចព្រោះតែវាខឹងទៅគឺវាធ្លាប់មានបទពិសោធន៍ដូចភ្លើងជាសភាវៈក្តៅទឹកជាសភាវៈត្រជាក់តើតែយើងធ្លាប់លូកទៅប៉ះភ្លើងថាក្តៅអាហ្នឹងដូចតែពាក្យជេរដូចយើងលូកភ្លើងទៅចាប់ដើមឲ្យវាក្តៅវាតាមទម្លាប់លូកភ្លើងទៅក្តៅលូកភ្លើងទៅក្តៅហើយទឹកលូកទៅត្រជាក់ហើយដល់ពេលសញ្ញាវាចាំបានថាតែភ្លើងក្តៅតែទឹកត្រជាក់អញ្ចឹងទៅពេលណាតែក្តៅខឹងវេទនាសោយអារម្មណ៍មកគឺក្តៅក៏ហើយបែកញើសបែកអីភ្នែកធំភ្នែកតូចដាក់អញ្ចឹងទៅហើយដល់អញ្ចឹងហើយថាមិនពេញចិត្តអញមិនយកទេតែជេរអញបើអញមិនបានតបតទៅអ្នកឯងវិញអញមិនអស់ចិត្តទេអញ្ចឹងវាត្រូវមានការប្រតិកម្មច្រើនចេញជាដំណើរច្រើនចេញអាប្រតិកម្មជាដំណើរច្រើនចេញនឹងឯងហើយដែលលោកហៅថាសង្ខារៈចាប់ដើមដល់ហ្នឹងចាប់ដើមចេតនាដល់ព្រមថាមិនពេញចិត្តដល់ច្រើនចេញហ្នឹងគឺជាដំណើរប្រតិកម្មហើយបើពាក្យហ្នឹងជាពាក្យសរសើរពេញចិត្តដល់ពេញចិត្តទទួលយកសរសើរទៀតមកប្រមាណក៏ភ្លោះក៏យកដែរមិនអស់ចិត្តមិនអស់ចង់ទេសរសើរខ្ញុំទៀតមកហ្នឹងហើយលោកសពបរោះណាបានដាក់ទានអីឲ្យអ្នកក្រីក្រអញ្ចឹងគឺលោកសពបរោះណានៅក្នុងសុខក្នុងភូមិនេះគ្មានអ្នកណាដូចលោកទេមើលមកបើគ្មានអ្នកណាដូចខ្ញុំមានតែខ្ញុំទេក្នុងសុខភូមិខ្ញុំចិត្តល្អអញ្ចឹងអាហ្នឹងវាប៉ោងរីកទៅបាននេះទទួលយកហ្នឹងដំណើរប្រតិកម្មហើយចុះដល់ពេលប្រតិកម្មអញ្ចឹងវាយ៉ាងម៉េចអញ្ចឹងវាសោយផលដំណើរប្រតិកម្មមានបំពងអញមិនមែនដំណើរសំដៅទៅរកសេចក្តីស្ងប់ទេបំពងបើគេមិនទៅសើធ្លាក់ចុះដល់ពេលគេលើកជាតែខ្ពស់ទៅវារីកប៉ោងអញ្ចឹងដែលយើងសិក្សាអំពីព្រះធម៌ហ្នឹងឬក៏សិក្សាមេរៀនរបស់ព្រះពុទ្ធហ្នឹងដើម្បីឲ្យដឹងដំណើរជីវិតអញ្ចឹងដំណើរជីវិតស្ថិតនៅត្រង់ណាដែលជាដំណើរស្ងប់ដំណើរកន្លែងណាជាដំណើរពើថងឡើងខ្ញុំប្រកាសណាចង់សួរបន្តទៅថងនឹងទៀតអញ្ចឹងតាមដំណើរនៃជីវិតដែលជាមនុស្សនឹងវាធម្មតាថងថាបើការមានគេសរសើរទៅមានត្រេកត្រអាលសប្បាយរីករាយស្រស់បំព្រងញញឹមអញ្ចឹងទៅកាលណាមានគេបន្ទោសបង្អាប់លើពាក្យពេចសូរសំឡេងដូចគ្នាជាសូរឲ្យដឹងដូចគ្នាប៉ុន្តែយើងកត់សម្គាល់មួយថាសូរសំឡេងហ្នឹងគេជេរគេស្ដីបន្ទោសសូរសំឡេងមួយទៀតគេកោតសរសើរគេលើកដំកើងជាដំណើរធម្មជាតិរបស់ជាមនុស្សត្រូវថាពេលដែលគេលើកសរសើរត្រូវតែសប្បាយរីករាយគេបន្ទោសបង្អាប់ត្រូវតែខឹងឬក៏យើងអាចរំដោះអ្វីដែលចេញក្រៅពីនឹងបានទេនៅពេលដែលគេបង្អាប់យើងមិនឲ្យខឹងបានទេឬក៏នៅពេលដែលគេសរសើរយើងមិនក៏ឲ្យថាអាការសរសើរជាសូរសំឡេងមួយគ្រាន់តែផ្ដល់ឲ្យយើងនោះទៅតាមដំណើររបស់ពធយ៉ាងម៉េចដែរនឹងដូចគុណរឿងនឹងហាមប្រាមមិនបានសត្វលោកគឺហាមប្រាមមិនបានដោយអាត្មានិយាយដដែលគឺថាយើងត្រូវធ្វើការសិក្សាពធទៅតាមការបង្រៀនពធរបស់ព្រះពុទ្ធដែលព្រះពុទ្ធបានដើរលើមាគ៌ានឹងមាគ៌ាដែលស្វែងទៅរកសេចក្តីស្ងប់ពិតប្រាកដនឹងឃើញហើយដល់ពេលយើងសិក្សាទៅយើងដឹងថាតើដំណើរដែលខឹងដែលក្តៅក្រហាយផ្ដាសាយអស់ហ្នឹងវាផ្ដល់លទ្ធផលដល់ខ្លួនយើងបែបណាខ្លះហើយវាឲ្យទុកទោសបែបណាខ្លះមកចំពោះយើងដូចជាកន្លងមកចឹងអាត្មាឃើញតែញោមមួយចំនួនចេះតែមកប្រាប់ញោមឧបាសកខំវាសនាថាមនុស្សពួកគេនោះគេមកទូរស័ព្ទតាមវិទ្យុមួលបកាច់ពូវាសនាឯងចេះទៀតហើយថាពូវាសនាឯងជាសក្តាពូវាសនាឯងជាខេមរៈឯងចឹងពួកអស់នឹងមួលបកាច់មែនតែនហើយសួរថាពេលណាដែលគេនិយាយពាក្យមិនពិតអញ្ចឹងតើអមវាសនាឧទាហរណ៍ថាអមវាសនាតើគាត់មានសេចក្តីក្តៅក្រហាយមានការមិនពេញចិត្តបែបណាគាត់ច្រានចេញឬក៏គាត់ទាញចូលរបៀបម៉េចគាត់ដឹងដោយខ្លួនគាត់ហើយបើដំណើរចានចេញដោយមិនពេញចិត្តដោយស្អប់ខ្ពើមអ្នកដែលរិះគន់និន្ទាគាត់ហ្នឹងតើគាត់បានអ្វីទៅខ្លួនគាត់បើថាគ្រាន់តែត្រឹមអង្គុយតឹងតែងចិត្តអង្គុយស្អប់ខ្ពើមគេអញ្ចឹងបានន័យថាបង្កើតតែសេចក្តីទុក្ខដោយខ្លួនឯងផលវិបាកគឺគ្រោះថ្នាក់ដោយខ្លួនឯងនៅយើងទៅជាបង្កើតរោគដោយខ្លួនឯងប៉ុន្តែនៅក្នុងនេះសួរថាតើវិធីធ្វើយ៉ាងម៉េច
ដោយអង្គវាសនាគាត់ធ្លាប់តែនិយាយថាយើងមិនអាចតែដេមាត់បុគ្គលដែលរិះគន់យើងនឹងបានទេអញ្ចឹងវាទុកដំណើរនឹងឲ្យគេអង្គុយរិះគន់ទៅប៉ុន្តែពេលខ្លះដំណោះស្រាយវាត្រូវនៅស្ងៀមអញ្ចឹងទៅហើយពេលខ្លះដំណោះស្រាយត្រូវការបើកបង្ហាញទៅប៉ុន្តែបើយើងមិនបាច់តាំងតែងមិនបាច់ចង្អៀតចង្អល់មិនបាច់ខឹងសបាក៏យើងដោះស្រាយបានយើងនៅតាំងតែសម្ដីសុចរិតនិយាយសុចរិតធ្វើសុចរិតតាមដំណើរយើងអញ្ចឹងយូរទៅហើយដំណើរដែលបៀមគ្រោះបៀមថ្មព្រោះពឹសព្រោះឈាមធ្លាក់មកលើយើងនឹងវាទៅជាដំណើរបាច់ការបច្រាស់ចោលទៅវិញដែរខ្ញុំកណាចង់ទូសួរប្តីគុណត្រង់នេះបន្តិចខ្ញុំកណាចង់ឲ្យប្តីគុណជួយបកស្រាយអំពីដំណើរប្រតិកម្មនៃចិត្តបន្តិចពពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គទ្រង់ត្រាស់ថាយេធម្មាហេតុបភវេទេសង្ហេតុងតថាគតោធម៌ទាំងឡាយកើតមកពីហេតុព្រះពុទ្ធបង្រៀនឲ្យស្គាល់ហេតុនៃធម៌នោះនិងឧបាយដើម្បីរំលត់ហេតុនៃធម៌នោះខឹងគឺជាធម៌មួយជាសង្ខារធម៌មួយមុនដំបូងដៃបំផុតមនុស្សនឹងអង្គុយស្ងៀមតែមានតាន់ខឹងឯណាតើពេលដែលឮគេទៅសើឬក៏ឮគេនិន្ទាដោយពាក្យណាមួយប្រតិកម្មក្នុងផ្លូវចិត្តនោះដែលកើតជាសោមនស្សឬទោមនស្សនោះវាជាប្រតិកម្មបែបណាព្រោះព្រះពុទ្ធប្រាប់ថាធម៌ទាំងឡាយកើតមកពីហេតុណាខឹងសបាយជាធម៌ហ្នឹងកើតមកពីហេតុតើហេតុវានោះវាយ៉ាងម៉េចវាបណ្ដាលយ៉ាងម៉េចជាធម្មជាតិពិតនោះណាយើងពិសោធន៍បែបវិទ្យាសាស្ត្រនោះថាតើចិត្តហ្នឹងវាមានប្រតិកម្មយ៉ាងណាជាមួយនឹងធាតុស្អីខ្លះដែលនៅក្នុងផ្ទៃចិត្តហ្នឹងវាបានជាប្រតិកម្មមួយក្តៅក្រហល់កាហាយឬក៏សោមនស្សព្រះពុទ្ធបង្រៀនឲ្យស្គាល់ហេតុនៃធម៌នោះនិងឧបាយដើម្បីជីករំលើងហេតុនៃធម៌នោះសូមអង្គនិមន្តដោយអាត្មាបាននិយាយពីខាងដើមហើយពាក្យថានាមៈគឺចិត្តហ្នឹងវាគ្រាន់តែជាធម្មពលញោមក៏ធ្លាប់បកស្រាយកន្លងមកដែរវាគ្មិនទាំងឡាយអ្នកចេះដឹងអ្នកប្រាជ្ញដែលបានធ្វើការសិក្សាច្រើនអំពេចនិងញោមវាសនាក៏ធ្លាប់ទាំងអស់គ្នាដឹងហើយថាយល់ហើយថាចិត្តនឹងគឺជាធម្មពលហើយធម្មពលនឹងបើនៅក្នុងភាសាព្រះធម៌ពាក្យថានាមៈនឹងគឺមានន័យគ្រាន់តែត្រឹមតែឈ្មោះទេឈ្មោះមួយឈ្មោះដូចថាសម្លកកោសម្លអំជូរឆាស្ងោរអីចឹងគ្រាន់តែជាឈ្មោះទេប៉ុន្តែដើម្បីឲ្យទៅជាសម្លកកោគឺវាត្រូវមានអ្វីខ្លះមានខ្ទឹមស្លឹកគ្រៃនិងស្លឹកបន្លែបកាដតីទៀតដែលមានការមកផ្សំដើម្បីឲ្យចេញទៅជាសម្លកកោអញ្ចឹងដោយសារថាមានធម៌ពលចិត្តហ្នឹងសង្ខារហ្នឹងជាអ្នកប្រតិកម្មជាអ្នកតតែងដំបងដល់ពេលមុននឹងឲ្យចេញជាសកម្មភាពដូចថាកំហឹងអីមួយវាចាប់ផ្ដើមផ្សំធាតុគីមីពេលណាបណ្ដាលទៅចាប់ផ្ដើមបណ្ដាលសង្ខារហ្នឹងវាចាប់ផ្ដើមបណ្ដាលទៅដាក់ឈ្មោះថាសឡកកោត្រូវការគ្រឿងត្រូវការអីទេត្រូវការកោសិកាខ្ទឹមត្រូវការកោសិកាស្លឹកគ្រៃត្រូវការកោសិកាត្នោតខ្ទិះដូងអីអានឹងកោសិកាហ្នឹងវាមកផ្សំដើម្បីឲ្យចេញទៅជាសម្លកកោសម្រាប់ជាសម្លកកោបានន័យថាដំណើរការនៃកំហឹងទូស័កមួយសម្រាប់កំហឹងទូស័កមួយថាសម្រាប់អីខ្ញុំចង់សម្រាប់គោបានសម្រាប់ទៅណាចេញជាសម្លកកោមកមុខហ្នឹងទៅណាឬក៏ថាសម្រាប់មនុស្សបានសម្រាប់ទៅណាហើយបើការផ្សំនឹងវាខ្មួលខ្មាញ់កាន់តែខ្លាំងឡើងដាក់គ្រឿងកាន់តែខ្លាំងឡើងអាសឡហ្នឹងវាដាក់គ្រឿងកាន់តែខ្លាំងវាកាន់តែឆ្ងាញ់ដល់ឆ្ងាញ់សម្រាប់ក៏ឆ្ងាញ់ដែរសម្រាប់អស់3លានដូចជាតិសាសន៍យើងអីធ្វើនយោបាយសម្រាប់គ្នាអញ្ចឹងដូចថាសម្រាប់កាន់តែឆ្ងាញ់ទៅអញ្ចឹងមានន័យថាវាបណ្ដាលពីដើមគឺមកពីចិត្តដែលជាធម៌ពលហ្នឹងដែលព្រះអង្គហៅថាសង្ខារជាគ្រឿងតាក់តែងហើយវាស្ថិតនៅជាមួយនឹងរាងកាយសារពាង្គកាយរបស់យើងដែលមានដុំកោសិកាដតេហើយវាបំលែងធាតុយមឯងនៅជាស្ងៀមសោះស្រាប់តែមិនដឹងជាស្អីញោមឯងនឹកឃើញទៅភរិយាញោមឯងចិត្តខ្មួលភ្លាមញោមនឹកឃើញទៅប្រពន្ធឬក៏គេនឹកឃើញទៅជាគូដណ្ដឹងសង្សាររបស់គេខ្មួលភ្លាមពេញអាត្រង់នឹងឯងដែលគេហៅថាធាតុបណ្ដាលគ្មានណានេះទេជួនកាលយើងថាធាតុបណ្ដាលចង់ឲ្យយើងក្អកឬក៏ចង់ឲ្យយើងភើឬក៏ចង់ឲ្យយើងឆ្ងាបស្រាប់តែមានអ្វីវាមកក្តាំងបំភ្លេចវាភាំងបាត់ហើយណាវាដូចថាគេច្រានទ្វារក្តាំងមកភ្ញាក់ព្រឹកលែងឆ្ងាបចេញទៅលែងភើនឹងចេញវាទៅគិតអាសង្ខារនឹងទៅតោងអារឿងគេបើកទ្វារនៅវិញនឹងវាលោតអញ្ចឹងវាលោតទៅកៅបាក់ខ្នងយ៉ាងសង្ខាររបស់យើងអាខ្លះសង្ខារតិចតួចតែប៉ុន្តែសង្ខារនេះសូមឲ្យប្រយ័ត្នសង្ខារមានក្របពូជឲ្យតែដំណើរសង្ខារគឺជាក្របពូជដាំដុះទាំងអស់បណ្ដារចនាសម្ព័ន្ធទាំង4របស់ចិត្តមានវិញ្ញាណវេទនាសញ្ញានិងសង្ខារវិញ្ញាណគឺជាដំណើរគ្រាន់តែដឹងទេវេទនាគឺគ្រាន់តែសោយទេសញ្ញាគ្រាន់តែការចងចាំវាអត់មានជាលទ្ធផលជាផ្លែផ្កាអីទេប៉ុន្តែឲ្យប្រយ័ត្នខណ្ឌរបស់ចិត្តទី4គឺសង្ខារខណ្ឌនឹងឯងគឺជាដំណើរឲ្យផលថាគ្រឿងប្រតិកម្មឲ្យផលអញ្ចឹងអាត្មាប្រហែលជាពុំអាចបកស្រាយឲ្យបានបោះក្បែរជាងនឹងតទៅទៀតទេអាត្មាអាចបង្វែរដំណើរនេះទៅឲ្យញោមវាសនាជួយបកស្រាយទៅវិញអាត្មាភាពចង់ឲ្យញោមវាសនាជួយបញ្យល់ព្រោះអីត្បិតញោមមាន
សេចក្តីឆ្លៀសវៃជាងអាត្មាសូមឲ្យញោមជួយបញ្យល់ដំណើរដែលប្រពុតបានបង្រៀនអំពីថាអ្វីជាជីវិតហើយនឹងកាយនឹងចិត្តនឹងជាបន្តទៅទៀតសូមអញ្ជើញបាទខ្ញុំកណាសូមអរគុណដៃគុណសេចក្តីអំពាវនាវរបស់អង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍ TDO ដោយសារអង្គការយើងជួបវិបត្តិផ្នែកហិរញ្ញវត្ថុសម្រាប់ជួលវិទ្យុផ្សាយអង្គការយើងសូមអំពាវនាវដល់សប្បុរសជននិងបងប្អូនមិត្តអ្នកស្ដាប់ដែលបានគាំទ្រកម្មវិធីផ្សាយសូមមេត្តាជួយឧបត្ថម្ភជាថវិកាទោះតិចក្តីច្រើនក្តីតាមសទ្ធាព្រោះរយៈពេលកន្លងមកអង្គការយើងពុំដែលបានទទួលថវិកាពីបណ្ដាប្រទេសណាទេគឺបានតែពីសប្បុរសជនខ្មែរមួយចំនួនតូចតែប៉ុណ្ណោះអង្គការយើងសង្ឃឹមថានឹងមានសប្បុរសជនជួយឧបត្ថម្ភដល់កម្មវិធីដើម្បីដំណើរការផ្សាយបន្តបើបងប្អូនមានបំណងជួយឧបត្ថម្ភដល់កម្មវិធីយើងសូមទំនាក់ទំនងតាមអាសយដ្ឋានផ្ទះលេខ 61A ផ្លូវ608សង្កាត់បឹងកក់2ខណ្ឌទួលគោករាជធានីភ្នំពេញឬតាមទូរស័ព្ទលេខ012 88 33 49និងមួយខ្សែទៀត012 188 54 40សូមអរព្រះគុណនិងសូមអរគុណហើយជាបន្តបន្ទាប់ដែរខ្ញុំជូនទៅលោកខំវាសនាជួយធ្វើការបកស្រាយបន្ថែមនៅក្នុងនោះខ្ញុំសូមបញ្ជាក់នៅសំណួរឡើងវិញក៏ដោយលោកខំវាសនាបានជម្រាបធម៌ទាំងឡាយកើតឡើងមកពីហេតុទីហៅការខឹងអ្វីដែលជាហេតុកើតឲ្យការខឹងតើយើងរំដោះការខឹងបែបណាហើយខ្ញុំក៏នឹងជាប់នឹងសំណួរមួយទៀតទាក់ទងនឹងការផ្ដើមនៅចំណាប់អារម្មណ៍របស់លោកដំបូងទាក់ទងនឹងប្រយោជន៍លោកបានមានប្រសាសន៍ថាការធ្វើបាបអ្នកដទៃគឺការធ្វើបាបខ្លួនឯងការជួយទៅដល់អ្នកដទៃគឺការជួយខ្លួនឯងនៅត្រង់លក្ខណៈទាំងពីរនេះយើងឃើញថាទង្វើទាំងឡាយភ្ជាប់នឹងជីវិតមកហ្នឹងគឺប្រាថ្នាសេចក្តីសុខតែការប្រាថ្នាសេចក្តីសុខហ្នឹងមនុស្សម្នាក់ហ្នឹងគឺចង់បានតែប្រយោជន៍ដែលគឺការចង់បានហ្នឹងគឺឃើញថាដំណើរជីវិតរស់នៅរបស់ប្រជាពលរដ្ឋសពថ្ងៃឬក៏ដោះមនុស្សនៅលើโลกនេះភាគច្រើនតែจะគិតប្រយោជន៍ហ្នឹងគឺយកប្រយោជន៍មកខ្លួនឯងឬក៏គ្រួសារឯងក្រុមឯងតែប៉ុណ្ណោះតើអាការប្រព្រឹត្តប្រយោជន៍បែបហ្នឹងក្នុងការប្រើប្រាស់ជីវិតហ្នឹងទៅតាមផ្លូវពធការជួយអ្នកដទៃគឺការជួយខ្លួនឯងនោះតើវាត្រឹមត្រូវឬក៏យ៉ាងណាបាទសូមអញ្ជើញសូមគោរពបងប្អូនជនរួមជាតិមិត្តស្ដាប់សាជាថ្មីម្ដងទៀតខ្ញុំបាននិយាយម្ដងហើយម្ដងទៀតថាមនុស្សភ្ជាប់ជាមួយនឹងប្រយោជន៍មនុស្សត្រូវរកប្រយោជន៍នឹងឯងហើយប្រយោជន៍នឹងប្រយោជន៍ណាគេថាប្រយោជន៍សម្រាប់ខ្លួនយើងហ្នឹងណាក៏ប៉ុន្តែអ្នកត្រាស់ដឹងព្រះពុទ្ធប្រាប់រំគូនៃយើងព្រះអង្គទ្រង់ត្រាស់ថាដែលអ្នកកំពុងតែធ្វើប្រយោជន៍សម្រាប់អ្នកដទៃហ្នឹងគឺអ្នកធ្វើប្រយោជន៍សម្រាប់ខ្លួនឯងហើយបើអ្នកទៅបំផ្លាញអ្នកដទៃដែលយើងសម្គាល់ថាយើងធ្វើបាបចំពោះអ្នកដទៃហ្នឹងណាគឺធ្វើបាបចំពោះខ្លួនឯងហើយចំពោះបុគ្គលត្រាស់ដឹងព្រះអង្គទិញពាក្យនឹងដដែលថាសត្វលោកច្រឡំសត្វលោកវែងបើសត្វលោកពិតជាគិតប្រយោជន៍ផ្ទាល់ខ្លួនមែនពិតជាស្រឡាញ់ខ្លួនមែនរកប្រយោជន៍ដើម្បីខ្លួនមែនអ្នកត្រូវធ្វើប្រយោជន៍សម្រាប់អ្នកដទៃពីព្រោះថាធ្វើប្រយោជន៍សម្រាប់អ្នកដទៃនឹងគឺធ្វើប្រយោជន៍សម្រាប់ខ្លួនឯងហើយនេះជាពាក្យរបស់បុគ្គលត្រាស់ដឹងយើងយកមកពិចារណាទាំងអស់គ្នាថាតើពាក្យនឹងជាពាក្យអប់រំឬក៏ជាពាក្យដែលប្រាប់អំពីដំណើរសច្ចៈរបស់ធម្មជាតិដើម្បីសិក្សាទៅលើពាក្យទាំងអស់នេះទី1យើងត្រូវស្គាល់អំពីជីវិតរបស់យើងជាមុនសិនដូចខ្ញុំផ្ដើមចំណាប់អារម្មណ៍អញ្ចឹងខ្ញុំថាមនុស្សយើងហាក់បីដូចជាកុំព្យូទ័រមួយអញ្ចឹងមនុស្សដែលទៅវាយកុំព្យូទ័រហ្នឹងមិនដែលដឹងថាតើ process ដំណើរការនៅក្នុងកុំព្យូទ័រហ្នឹងវាយ៉ាងម៉េចទេតិចណាស់ដែលមនុស្សស្រាវជ្រាវដឹងពីបញ្ហាហ្នឹងគេផលិតពីរោងចក្រមកគេផលិតយ៉ាងម៉េចដើម្បីឲ្យកុំព្យូទ័រហ្នឹងដំណើរការបាននៅថ្ងៃមួយកុំព្យូទ័រហ្នឹងខ្ញុំលើកឧទាហរណ៍នៅថ្ងៃមួយកុំព្យូទ័រហ្នឹងវាដឹងខ្លួនរបស់វាឈប់ឲ្យគេប្រើវាទាត់ដៃទាត់ជើងអ្នកប្រើនឹងចេញវាចុះដើរណាវាចុះដំណើរការដោយខ្លួនវាសួរថាកុំព្យូទ័រហ្នឹងវារឹតតែឆ្ងាយពីការដឹងក្នុងខ្លួនវាឬយ៉ាងណាវាពិតវារឹតតែឆ្ងាយអំពីការយល់បានអំពីខ្លួនវាហ្នឹងពីព្រោះតែវាមិនយល់ថាខ្លួនវាយ៉ាងណាខ្លួនវាជាអ្វីខ្លួនវាមានដំណើរការយ៉ាងម៉េចនឹងហើយបានជាវាមិនដឹងថាតើរៀបចំជីវិតវាយ៉ាងម៉េចដើម្បីឲ្យបានជាប្រយោជន៍នោះណាអញ្ចឹងបានខ្ញុំឥឡូវសូមបកស្រាយអំពីថាតើជីវិតជាអ្វីសិនធៀបផ្សំវាយ៉ាងម៉េចខ្លះសិនដើម្បីប្រើជីវិតហ្នឹងឲ្យបានជាប្រយោជន៍ហើយដែលហៅថាប្រយោជន៍ពិតប្រាកដនោះព្រះពុទ្ធប្រាប់រំគូនៃយើងព្រះអង្គថាធ្វើប្រយោជន៍សម្រាប់អ្នកដទៃហ្នឹងគឺធ្វើប្រយោជន៍សម្រាប់ខ្លួនឯងហើយធ្វើបាបចំពោះអ្នកដទៃហ្នឹងគឺធ្វើបាបចំពោះខ្លួនឯងហើយដើម្បីបកស្រាយពាក្យហ្នឹងទី1គឺយើងត្រូវស្គាល់អំពីជីវិតយើងជាមុនសិនមនុស្សភាគច្រើនណាស់មិនចង់សិក្សាពីខ្លួនឯងតែខំប្រឹងសិក្សាអំពីគេអំពីរឿងរបស់គេតាមការសង្កេតរបស់ខ្ញុំអ្នកវិទ្យាសាស្ត្រពិសោធន៍
មានរបៀបពីរយ៉ាងប៉ុន្តែគោលដៅរបស់គេគឺពិសោធន៍ទៅលើតែរូបទេស្អីដែលជារូបគឺអ្នកវិទ្យាសាស្ត្រប្រឹងវែងញែកតាំងពីធាតុធំរហូតទៅដល់ molecule រហូតទៅដល់ proton electron រហូតទៅដល់ធាតុអគ្គិសនីដែលនៅក្នុង molecule មួយនឹងទៅទៀតគឺគេញែកយ៉ាងណាវែកយ៉ាងណាល្អិតល្អន់យ៉ាងណាវានៅតែលើរូបលើគំនរនៃរូបហ្នឹងវាមាន molecule កោគ្នាទៅវាជារូបធំទៅអាចឲ្យយើងមើលឃើញអ្នកវិទ្យាសាស្ត្រគឺពិសោធន៍ទៅលើរូបហ្នឹងវែករហូតល្អិតផុនធាតុទូចហ្នឹងប៉ុន្តែវែកតែនៅលើរូបគេពិសោធន៍មួយយ៉ាងទៀតអ្នកវិទ្យាសាស្ត្រហ្នឹងគេពិសោធន៍តាមទិន្នន័យដែលគេបូកសរុបខ្ញុំលើកឧទាហរណ៍អញ្ចេះគេចង់ដឹងថាតើបរិយវាខូចសុខភាពយ៉ាងណាខ្ញុំលើកឧទាហរណ៍ណាគេធ្វើការសង្កេតថាមនុស្សជក់បរិយ100នាក់មានអ្នកកើតមហារីកនោះ40នាក់គេឃើញមនុស្សដែលអត់ជក់បរិយសោះក្នុងចំណោម100នាក់មានអ្នកកើតមហារីកតែម្នាក់ដូច្នេះគេសន្និដ្ឋានហ្មងគេសន្និដ្ឋានថាបរិយនាំឲ្យកើតមហារីកនឹងជាពិសោធន៍មួយយ៉ាងទៅមានអ្នកវិទ្យាសាស្ត្រមួយក្រុមទៀតគេចង់ដឹងថាពេលជក់បរិយហ្នឹងផ្សែងបរិយហ្នឹងវាហើរទៅប៉ះស្អីវាទៅប៉ះម៉ូលេគុលគ្រាប់ឈាមយ៉ាងណាប្រតិកម្មយ៉ាងណាគេយកមីក្រូទស្សន៍កម្រិតខ្ពស់យកមកវែកញែកមើលថាតើប្រតិកម្មនៃផ្សែងបរិយទៅលើកោសិការបស់មនុស្សហ្នឹងវាយ៉ាងណាណែគេពិសោធន៍បែបហ្នឹងវាច្បាស់ជាងអ្នកពិសោធន៍ដោយប្រើទិន្នន័យគឺប្រមូលទិន្នន័យថាអ្នកជក់បរិយ100នាក់គឺកើតមហារីក40នាក់អ្នកអត់ជក់បរិយសោះ100នាក់កើតមហារីកតែម្នាក់ឯងអញ្ចឹងសន្និដ្ឋានយកតែហ្មងថាបរិយធ្វើឲ្យខូចសុខភាពប៉ុន្តែអ្នកវិទ្យាសាស្ត្រខ្លះទៀតគឺគេពិសោធន៍ល្អិតតែហ្មងទៅដល់ម៉ូលេគុលទូចពេលផ្សែងបរិយទៅប៉ះហ្នឹងតើម៉ូលេគុលហ្នឹងវាមានប្រតិកម្មយ៉ាងណាដែលធ្វើឲ្យកោសិកាហ្នឹងកើតមហារីកបាននេះគេពិសោធន៍លើរូបក៏ប៉ុន្តែនៅក្នុងលោកយើងនេះនៅក្នុងធម្មជាតិយើងនេះវាពុំមែនមានតែធម្មជាតិមួយយ៉ាងគឺរូបទេវាមានធម្មជាតិមួយយ៉ាងទៀតដែលមានអត្ថិភាពរបស់វាដែរមានន័យថាវាមានដែរគឺនាមពុទ្ធហៅថានាមដែលអ្នកវិទ្យាសាស្ត្រហៅថាធម្មពលដូចខ្ញុំធ្លាប់លើកឧទាហរណ៍រួចហើយខ្ញុំថាដែកឆក់គឺជារូបពីព្រោះយើងមើលឃើញដុំដែកឆក់ជារូបក៏ប៉ុន្តែពេលណាយើងយកទៅដាក់ចិត្តដែកវាឆក់អានោះគេហៅដែនដែកឆក់ជាធម្មពលគ្មានផ្គុំឡើងដោយគំនរម៉ូលេគុលទូចគឺរូបទេកុំចង់យកដែនដែកឆក់ហ្នឹងទៅឲ្យមីក្រូស្កូបនឹងពង្រីកដើម្បីមើលម៉ូលេគុលរបស់វាអត់មានទេមានធម្មពលច្រើនទៀតដូចជាពន្លឺដូចជាកម្ដៅហើយបើតាមអ្នកវិទ្យាសាស្ត្របកស្រាយផងគេថាគ្រប់រូបធាតុទាំងអស់សុទ្ធតែមានធម្មពលហើយសួរថារូបធាតុទាំងអស់មានថ្មមានដីមានទឹកមានស៊ីម៉ង់មានកាល់ស្យូមប៉ូតាស្យូមអាលូមីញ៉ូមហើយមានធាតុសមាសធាតុដែលវាលាយគ្នាទៅទៀតរាប់មិនអស់ដែលជារូបធាតុមួយមុខបង្កើតបានជាធម្មពលមួយមុខរូបធាតុខុសគ្នាធម្មពលក៏ខុសគ្នាដែរដូច្នេះធម្មពលនៅក្នុងលោកនេះមិនដឹងយកទៅណាអស់ប្រភេទនៃធម្មពលនោះវាច្រើនហួសវិស័យចំពោះអ្នកវិទ្យាសាស្ត្រពិសោធន៍ទៅលើរូបចំណែកព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គពិសោធន៍ទៅលើនាមឬក៏ធម្មពលមានរបៀបពិសោធន៍ទៅលើធម្មពលតាមរបៀបទស្សនវិជ្ជាដែរខ្ញុំលើកឧទាហរណ៍ថាគេសង្កេតដោយរបៀបសិក្សាអំពីវិទ្យាសាស្ត្រប្រភេទទី1គេសង្កេតថាមនុស្សយើងកើតមកតែងតែចង់បានអញ្ចឹងពីព្រោះអីពីព្រោះគេឃើញទិន្នន័យឃើញមនុស្សចង់បានតែអញ្ចឹងតែអញ្ចឹងគេថាហ្មងគេថាមនុស្សកើតមកតែងតែចង់បានអញ្ចឹងអាការចង់បាននេះធ្វើឲ្យមនុស្សពិបាកចិត្តណាស់សួរថាគេបានទិន្នន័យមកពីណាមកពីសង្កេតទៀតណាគេឃើញថាមនុស្សនឹងចង់បានចង់អីនឹងពិបាកចិត្តដើរមួយថ្ងៃអន្តរព្រោះរឿងចង់បានអញ្ចឹងគេថាយកហ្មងគេថាមនុស្សយើងកើតមកតែងតែចង់បានបន្ទាប់មកទៀតគេថាណែអាការចង់បានហ្នឹងវាធ្វើឲ្យមនុស្សពិបាកផងវាធ្វើឲ្យសង្គមមនុស្សពិបាកផងពីព្រោះសង្គមមនុស្សវាជាធាតុផ្សំនៃមនុស្សម្នាក់ហើយចុះបើមនុស្សម្នាក់គិតតែពីចង់បានដើរកាប់ដើរចាក់គ្នាព្រោះតែរឿងចង់បានហ្នឹងពីក្នុងសង្គមមកសង្គមវាមិនបែកបាក់អាហ្នឹងសួរតែគេបានទិន្នន័យមកពីណាថាមកពីការសង្កេតគេសង្កេតជាទិន្នន័យអានឹងហើយគេហៅសិក្សាបែបទស្សនវិជ្ជាពីព្រោះគេប្រមូលទិន្នន័យដោយការសង្កេតគេពិសោធន៍មួយទៀតគេឃើញថាមនុស្ស10000ចិត្ត10000មនុស្ស1លានចិត្ត1លានគេដឹងអញ្ចឹងពួកអីគេឃើញអ្នកនេះចូលចិត្តនេះអ្នកនោះចូលចិត្តនោះអ្នកនេះចូលចិត្តនេះអ្នកនោះចូលចិត្តនោះឃើញខុសគ្នាទាំងអស់ដូចគ្នាត្រង់ចំណុចនេះខុសគ្នាត្រង់ចំណុចនោះដូច្នេះតាមទស្សនវិជ្ជាគេថាមនុស្ស10000នាក់ចិត្តខុសគ្នាទាំង10000មនុស្ស1លាននាក់ចិត្តខុសគ្នាទាំង1លានចំណែកព្រះពុទ្ធព្រះបរមគ្រូនៃយើងពិសោធន៍លើនាមដែរពិសោធន៍លើធម្មពលដែរប៉ុន្តែព្រះអង្គពិសោធន៍របៀបអ្នកវិទ្យាសាស្ត្រប្រភេទទី2គឺយកម៉ូលេគុលមកវែកល្អិតហ្មងណាវែកល្អិតដើម្បីមើលម៉ូលេគុលមួយនោះវាមានធាតុអីខ្លះព្រះពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គយកធម្មពលមកវែកញែកវិធីពិសោធន៍របស់ព្រះពុទ្ធគឺវិបស្សនា
ដើម្បីឲ្យទៅប៉ះផ្ទៃនៃចិត្តនឹងត្មងព្រះអង្គទៅវែកញែកផ្ទៃនៃចិត្តនឹងថាហេតុអ្វីបានជាមនុស្សវាចង់បានខ្លាំងម្ល៉េះហើយហេតុអ្វីបានជាមនុស្សនឹងវាចិត្តនឹងខុសគ្នាដល់តាមការពិសោធន៍របស់ព្រះអង្គទុកជាមេរៀនឲ្យយើងដឹងឮឲ្យយើងពិសោធន៍តាមក្រោយព្រះអង្គនឹងព្រះអង្គទ្រង់ត្រាស់ថាតាមធម្មជាតិរបស់វាចិត្តគឺញៀនតួញៀននេះគ្មានខុសគ្នាទេមនុស្សម្នាក់មានញៀនគ្រប់គ្នាញៀនគឺជាញៀនគ្មានខុសគ្នាអ្វីទេខ្ញុំលើកឧទាហរណ៍ថាបើយើងនិយាយអំពីរូបដុំមាសគឺជារូបសួរថាដុំមាសមួយអាចខុសពីដុំមាសមួយទៀតដែរឬទេវាអត់ដុំមាសលោកកក៏ដូចដុំមាសលោកខដុំមាសលោកកក៏ដូចជាដុំមាសលោកខតែដុំមាសគឺដុំមាសយើងវែកញែកលើម៉ូលេគុលនៃដុំមាសទៅឃើញតែដុំមាសវាមិនដែលដុំមាសនេះខុសពីដុំមាសនោះតែដុំមាសគឺដុំមាសហ្នឹងហើយរូបមន្តវាស្អីគឺរូបមន្តវាអានឹងទាំងអស់គ្នាដុំមាសណាក៏ដូចដុំមាសណាដែរស្រាប់តែគេនិយាយថាទេដុំមាសមួយនោះខ្មៅដុំមាសមួយនោះសដុំមាសមួយទៀតរៀងស្វាយដុំមាសមួយទៀតរៀងលឿងឆ្អិនឆ្អៅសួរថាមានស្អីកើតឡើងចំពោះមាសហើយពីព្រោះវាមានធាតុលាយដុំមាសអ្នកខ្លះទៅលាយសំណដុំមាសខ្លះទៀតទៅលាយស្ពាន់ដុំមាសខ្លះទៀតទៅលាយលង្ហិនអាធាតុលាយហ្នឹងធ្វើឲ្យដុំមាសហ្នឹងវាលែងសុទ្ធវាទៅជាដុំស្អីផ្សេងទៅប៉ុន្តែបើយើងនិយាយពីមាសវិញគឺដូចគ្នាជាមួយពុទ្ធប្រាប់បង្គូលនៃយើងព្រះអង្គពិសោធន៍ទៅថាតួចិត្តហ្នឹងគឺញៀនដែលហៅតែញៀនហ្នឹងគឺមានធម្មជាតិមួយយ៉ាងហ្នឹងគឺដូចគ្នាទាំងអស់ញៀនអ្នកណាក៏ដូចញៀនអ្នកណាដែរអត់មានខុសពីណាទេញៀនលោកកក៏ដូចញៀនលោកខញៀនលោកកក៏ដូចញៀនលោកខដូចគ្នាទាំងអស់ញៀនសម្រាប់មនុស្សគឺគ្មានធាតុអីណាខុសគ្នាទេចុះហេតុអ្វីបានវាទៅជាមនុស្ស 10000 ចិត្ត 10000 ខុសគ្នាពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គប្រាប់ថាមានធាតុលាយគឺអសវៈហ្នឹងកលេសហ្នឹងវាលាយនៅក្នុងតួញៀនហ្នឹងយើងពិសោធន៍អញ្ចេះរូបប្រឡាក់រូបនាមប្រឡាក់នាមដូចគ្នាហ្នឹងធម្មពលប្រឡាក់ធម្មពលដូចតែគ្នាហ្នឹងណាឧទាហរណ៍ដូចដុំមាសសួរថាហេតុអ្វីបានវាទៅជាផ្លាទីនពីព្រោះវាមានធាតុលាយណាវាប្រឡាក់ម៉ូលេគុលនៃសំណវាប្រឡាក់ម៉ូលេគុលនៃស្ពាន់តែគេក្លុកចូលទៅក្នុងដុំមាសហ្នឹងវាប្រឡាក់គ្នាទៅឧទាហរណ៍កញ្ចក់ផ្ទះយើងវាប្រឡាក់ស្អីវាប្រឡាក់ដីដែលហុយមកហ្នឹងវាប្រឡាក់កញ្ចក់ទៅសួរថាដីជាស្អីដីជារូបព្រោះវាមានម៉ូលេគុលកញ្ចក់ជាអីថាកញ្ចក់ក៏ជារូបដែររូបប្រឡាក់រូបដែរហ៎ដុំមាសប្រឡាក់លាយជាមួយនឹងដុំសំណចូលគ្នាទៅវាលែងទៅជាមាសវាទៅជាផ្លាទីនទៅជាលង្ហិនទៅជាអីអញ្ចឹងណារូបប្រឡាក់រូបធម្មពលក៏ដូចគ្នាដែរធម្មពលនីមួយវាខុសគ្នាឧទាហរណ៍ដុំមាសស្ពាន់យើងនិយាយពីធាតុសុទ្ធណាសំណនៅក្នុងដុំមួយហ្នឹងមានធម្មពលកាលណាគេយកដុំហ្នឹងវាទៅក្លុកចូលគ្នាទៅមាសក្លុកជាមួយស្ពាន់ទៅវាចេញជាសមាសធាតុមួយផ្សេងទៀតដូច្នេះធម្មពលហ្នឹងក៏វាខុសពីអធម្មពលមាសដែរព្រោះធម្មពលរបស់សំណបានទៅលាយជាមួយធម្មពលរបស់មាសហើយអញ្ចឹងដូចគ្នាជាមួយនឹងតួញៀនគឺចិត្តហ្នឹងដែលយើងសម្គាល់ថាចិត្តហ្នឹងធាតុសុទ្ធរបស់វាគឺញៀនហ្នឹងញៀនអ្នកណាក៏ដូចញៀនអ្នកណាញៀនមនុស្សណាក៏ដូចញៀនមនុស្សណាអត់មានខុសគ្នាទេដែលលាយហ្នឹងគឺលាយអសវៈហ្នឹងជាស្អីអសវៈហ្នឹងជាធម្មពលដូចគ្នានៅក្នុងខ្លួនយើងហ្នឹងវាមានធម្មពលមួយយ៉ាងហ្នឹងវាគ្រាន់តែជាឈ្មោះប៉ុន្តែវាមានដែរវាមាននៅលាយនៅក្នុងធម្មពលនៃញៀនហ្នឹងដែលញៀនជាធាតុសុទ្ធទេការពិតញៀនជាធាតុសុទ្ធទេក៏ប៉ុន្តែអសវៈហ្នឹងវាលាយខុសគ្នាហ្នឹងដល់លាយខុសគ្នាលាយចំនួនតិចលាយចំនួនច្រើនហើយអសវៈហ្នឹងមានច្រើនមុខណាអសវៈហ្នឹងមានច្រើនមុខយើងមានអសវៈប្រមាណមានកាមាសវៈទិដ្ឋាសវៈភវាសវៈអវិជ្ជាសវៈឃើញទេមានអសវៈច្រើនមានលោភៈមានទោសៈមានមោហៈមានចំណែនឈ្នានីសនិន្ទាវាសុទ្ធតែមានធាតុធម្មពលដែលលាយនៅក្នុងនោះលាយតិចលាយច្រើនវាធ្វើឲ្យតួញៀនដែលជាតួសុទ្ធនោះវាទៅជាខុសពីញៀនផ្សេងទៀតឃើញទេព្រះអង្គបានទៅដល់នៅទីនោះហើយតាមរបៀបវិបស្សនាព្រះអង្គបានទៅប៉ះពាល់នៅផ្ទៃចិត្តហើយព្រះអង្គបង្រៀនឲ្យស្គាល់ហេតុនៃធម៌នោះណាព្រះអង្គបង្រៀនថានៅក្នុងចិត្តរបស់យើងវាមានគ្រឿងដេកត្រាំដែលហៅថាអសវៈហ្នឹងវាលាយចូលនៅក្នុងចិត្តហ្នឹងវាជាច្រេះវាជាស្អីប៉ុន្តែវាមិនមែនជារូបទេវាជាធម្មពលដែលលាយកឡុកជាមួយនឹងចិត្តហ្នឹងឧទាហរណ៍ថាមនុស្សចូលចិត្តខឹងតើសួរថាចិត្តដែលជាតួញៀនខឹងកើតទេអត់បានខឹងកើតទេព្រោះញៀនជាធម្មជាតិដែលត្រឹមតែដឹងទេដែលខឹងហ្នឹងគឺធម្មជាតិអសវៈដែលដេកត្រាំហ្នឹងពេលឮគេនិយាយអីមកវាមិនត្រូវនឹងអសវៈដែលដេកត្រាំនឹងក្នុងហ្នឹងព្រោះចិត្តអ្នកដឹងតួញៀនជាតួចិត្តនឹងអ្នកដឹងវាដឹងថាមានស្អីមកហើយបាទនេះសូមកាត់ត្រង់ហ្នឹងតិចអញ្ចឹងបានន័យថាអាការខឹងហ្នឹងជាធម្មពលមួយដែរខឹងជាធម្មពលមួយដែរខឹងជាធម្មពលជាប់ជាមួយអសវៈដែលនៅជាប់ជាមួយចិត្តហ្នឹងបានកើតជាការខឹងមានន័យថាធម្មពលដែលឮសូរសំឡេងខឹងទៅប៉ះជាមួយអាធម្មពលអសវៈដែលជាប់ជាមួយចិត្តជាតួដឹងចិត្តវាដឹងចិត្តអ្នកប្រាប់ចិត្តអ្នកប្រាប់ថានេះគេជេរគេអីហ្នឹងពីព្រោះរចនាសម្ព័ន្ធនៃចិត្តមានវេទនាសញ្ញាសង្ខារនិងវិញ្ញាណ
ពួកសញ្ញាវាប្រាប់ថានឹងជេវាជារចនាសម្ព័ន្ធនៃចិត្តបើតាមតែអត្ថវៈនៅខាងក្នុងវាអត់មានដឹងទេពួកវានឹងគ្មានដឹងទេពីព្រោះវាទាមទារឲ្យមានញាណតួចិត្តជាអ្នកប្រាប់វាប៉ុន្តែដែលដឹងខឹងដោយសារអសវៈមិនមែនទេមិនមែនដឹងខឹងដោយសារអសវៈទេអសវៈបណ្ដាលឲ្យខឹងអសវៈបណ្ដាលឲ្យខឹងការដឹងដោយចិត្តតួដឹងគឺតួញាណទេបើញាណមិនឲ្យដឹងអសវៈនោះនៅខាងក្នុងនោះគ្មានបានដឹងអីទេដឹងគឺវិញ្ញាណនឹងអ្នកដឹងវិញ្ញាណនឹងឲ្យគឺតួចិត្តវាអ្នកដឹងថាគេជេរវាអ្នកដឹងថាគេទៅសើវាអ្នកដឹងថាក្តៅវាអ្នកដឹងថាត្រជាក់វាអ្នកដឹងថាប៉ះទៅទន់រឹងអីវាអ្នកដឹងអាសវៈដែលនៅខាងក្នុងនោះវាចាំប្រតិកម្មវាមិនមែនជាតួញាណទេពួកអាសវៈមិនមែនជាញាណទេវាអត់មានដឹងអីទេដឹងគឺតួញាណតែញាណនឹងវាវវែងវាស្មានតែវាខឹងហើយការពិតទៅបើយើងយកឲ្យអស់អាសវៈនឹងចេញមកខាងក្រៅខ្លួនវិញញាណរកអីខឹងបានព្រោះអត់មានអាជាតិនោះផងបានអីខឹងអញ្ចឹងបានប្រពុតប្រាប់រំគូនៃយើងព្រះអង្គថាដឹងត្រឹមតែដឹងហ្នឹងណាព្រោះអត់មានអីខឹងមិនមែនធ្វើអត់ខឹងទេណាវាអត់មានជាតិអីប្រតិកម្មជាមួយនឹងតួញាណផងបានអីខឹងអញ្ចឹងបានអាត្មាបញ្ជាក់បន្តិចក្រោយពីបានត្រាស់ដឹងជាស្ថាពរហើយណានៅក្រោមដើមពូនោះព្រះអង្គថាឧត្តបាតិញាណណាំងញាណកើតហើយញាណតថាគតកើតហើយណាស្អាតហើយឧត្តបាតិបញ្ញាកើតហើយបញ្ញានឹងគឺចេះវែកញែកវិភាគថ្លឹងថ្លែងថានេះល្អនេះអាក្រក់នេះសនេះខ្មៅនឹងជាតួបញ្ញាហើយឧត្តបាតិវិជ្ជាគឺចំណេះដឹងចំណេះដឹងគឺចំណេះដឹងកើតហើយមានន័យថាចំណេះដឹងអ្វីដែលយើងចេះចេញមកពីបទពិសោធន៍ដូចយើងធ្លាប់ធ្វើអ្វីយើងធ្លាប់ធ្វើកបោអញ្ចឹងយើងធ្លាប់ធ្វើស៊ីម៉ង់យើងដឹងថាផ្សំដោយធាតុអីគេខ្លះធាតុប្រមាណនឹងវិជាដែលធ្វើកបោហ្នឹងគឺព្រះអង្គចេះហើយទីហោអញ្ចឹងណាហ្នឹងហើយវិជាដតេទៀតដែលវាកើតព្រមក្រោយពីការត្រាស់ដឹងហើយមួយទៀតឧត្តបាតិអឡោកោពន្លឺភ្លឺស្វាងព្រងព្រាយយល់ពីពិភពលោកភពតូចភពធំចក្រវាលដោយថាទេវតា10000លោកធាតុអីហ្នឹងគឺព្រះអង្គដឹងទាំងអស់ដោយអំណាចនៃការត្រាស់ដឹងហើយបើយើងនិយាយអញ្ចឹងចាត់ទុកជាភូតហេតុបើនិយាយថាភូតហេតុចាំបាច់អីអ្នកវិទ្យាសាស្ត្ររាល់ថ្ងៃខំរត់រកទៅភពដតេទៀតរហូតប្រហែលថ្ងៃកន្លងមកនេះអ្នកវិទ្យាសាស្ត្របារាំងបានទៅពិនិត្យឃើញថាមានភពដតេមួយដែលនៅចម្ងាយ20លានឆ្នាំពន្លឺហើយមានធាតុអុកស៊ីហ្សែនអ៊ីដ្រូសែននេះអាចឲ្យជីវិតរស់នៅបាននឹងគឺជាការរុករកបែបរូបធាតុនឹងឯងផ្នែករូបនឹងឯងតែពុទ្ធក្រោយពីត្រាស់ដឹងព្រះអង្គបើកចក្រវាលឧត្តបាតិអឡោកោនឹងមានន័យថាភ្លឺស្រឡះស្រឡំអត់មានស្អីជាគ្រឿងទើសតែងដល់បញ្ញាញាណរបស់ពុទ្ធទៀតទេដូច្នេះយើងនិយាយតាមមាត់អញ្ចឹងគេចាត់ទុកថាជាភូតហេតុពុទ្ធអួតអីអួតយើងនិយាយគ្រប់គ្រងពុទ្ធអួតអីអញ្ចឹងទៅណាប៉ុន្តែពេលណាអ្នកវិទ្យាសាស្ត្រគេរកឃើញកំហើញថ្មីរកតាមបែបវិទ្យាសាស្ត្រមនុស្សដែលគេឃើញតាន់ភ្នែកគេចាប់ផ្ដើមព្រឺព្រួចអីណាញាប់ញ័រជាមួយអ្នករកឃើញវិទ្យាសាស្ត្របែបថ្មីហ្នឹងដល់យើងនិយាយពីពុទ្ធត្រាស់ដឹងគេអត់ទៅចាប់អារម្មណ៍ត្បិតគេអត់មនុស្សអត់កើតតាន់មនុស្សចូលចិត្តតែឃើញភ្នែកឃើញច្រមុះអញ្ចឹងបានជឿបានហើយដល់យើងនិយាយពីពុទ្ធថាព្រះអង្គដឹងអំពីចក្រវាលខាងក្រៅមកចក្រវាលហ្នឹងមកកាឡាស៊ីហ្នឹងដូចថាមានព្រះអាទិត្យមួយហើយមានបរិវាររបស់ព្រះអាទិត្យខ្ញុំកណាសូមអរគុណដែលគុណហើយជាបន្តទៀតដែរខ្ញុំជូនទៅលោកខំវាសនាជួយធ្វើការបកស្រាយបន្ថែមមុននឹងឈានចូលដល់ការបកស្រាយនៅពុទ្ធដីការបស់ព្រះបរមគ្រូនៃយើងដែលព្រះអង្គទ្រង់ត្រាស់ថាការធ្វើប្រយោជន៍សម្រាប់អ្នកដទៃនោះគឺជាការធ្វើប្រយោជន៍សម្រាប់ខ្លួនឯងហើយការធ្វើបាបអ្នកដទៃនោះគឺការធ្វើបាបខ្លួនឯងហើយដើម្បីឈានចូលដល់ការបកស្រាយនៅពុទ្ធដីកានេះខ្ញុំសូមទាញអារម្មណ៍របស់ប្រជាពលរដ្ឋមកការពិភាក្សាអំពីជីវិតបន្តិចសិនដោយខ្ញុំបាននិយាយរៀបរាប់អំបញ្ញមិញរួចហើយថាមានការពិសោធន៍ពីរយ៉ាងពិសោធន៍មួយតាមទស្សនវិជ្ជាគឺគេប្រើការសង្កេតដែលខ្ញុំនិយាយថានៅអង្គុយកន្លែងនេះហើយប្រមាលមើលទៅមុខដោយផ្អែកទៅលើទិន្នន័យដែលគេបានទទួលឧទាហរណ៍ថាតាមការសង្កេតគេឃើញថាមនុស្ស10000នាក់ចិត្ត10000ដូច្នេះគេប្រើទិន្នន័យហ្នឹងសរុបមកគេថាហ្មងគេថាមនុស្សយើងចិត្តខុសគ្នាអញ្ចឹងហ្មងគេថាមនុស្សយើងចង់បានកាលណាចង់បានពិបាកចិត្តព្រោះអីបានគេថាអញ្ចឹងពីព្រោះថាគេសង្កេតឃើញអញ្ចឹងតែយើងចង់បានហួងហែងខ្លាំងពេកគឺពិបាកចិត្តហើយគេថែមទាំងថាមិនមែនត្រឹមតែពិបាកខ្លួនឯងទេគឺពិបាកដល់សង្គមមនុស្សទៀតកាលណាសង្គមមួយដែលមនុស្សពោពេញទៅដោយការចង់បានឥតមានព្រំដែនធ្វើឲ្យសង្គមមនុស្សគ្មានបានសេចក្តីសុខអីទេតាមទិន្នន័យដែលគេបានសង្កេតនេះគេថាដើម្បីរៀបចំសង្គមមួយឲ្យបានសុខគឺគេអប់រំសីលធម៌មនុស្សឲ្យមនុស្សនឹងមានចិត្តល្អកុំចង់បានហួសហេតុអីចឹងទៅណាកុំលោភលន់ពេករស់នៅឲ្យចេះចែកម្លែកគ្នាអីចឹងទៅណាគឺជាការប្រមាលគិតអំពីការរៀបចំសង្គមឲ្យបានសេចក្តីសុខចំណែកពុទ្ធព្រះបរមគ្រូនៃយើងព្រះអង្គមិនមែនពិសោធន៍តាមរបៀបនឹងទេ
ព្រះអង្គខ្ញុំប្រើពាក្យថាចុះទៅចុះព្រះអង្គចុះទៅមើលផ្ទៃចិត្តនឹងត្មងថាហេតុអ្វីបានជាចិត្តហ្នឹងវាខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយខ្ញុំបាននិយាយខាងដើមអញ្ចឹងថាតួចិត្តនោះដែលជាតួញៀននោះគ្មានខុសគ្នាទេអត់មានខុសគ្នាទេចិត្តអ្នកណាក៏ដូចចិត្តអ្នកណាដូចខ្ញុំនិយាយថាដុំមាសនៅអាមេរិកក៏ដុំមាសដូចដុំមាសស្រុកខ្មែរដុំមាសស្រុកខ្មែរក៏ដូចដុំមាសជប៉ុនមាសរបស់លោកកក៏ដូចមាសរបស់លោកខអត់មានខុសគ្នាទេដែលដួងចិត្តជាញៀនដើមរបស់វានោះអត់មានខុសគ្នាទេជាធម្មជាតិមួយយ៉ាងដែលដឹងនៅអារម្មណ៍ខាងក្រៅអត់មានសោយអត់មានទោមនស្សអត់មានសោមនស្សអត់មានប្របាកអត់មានស៊ូទ្រាំប្របាកទ្រាំអីអត់មានអញ្ចឹងទេគឺគ្រាន់តែដឹងដើម្បីគ្រាន់តែដឹងតែប៉ុណ្ណឹងតួញៀនមាននីតិតែប៉ុណ្ណឹងដែលសោមនស្សទោមនស្សពេញចិត្តមិនពេញចិត្តរឿងរបស់អសវៈដែលជាធាតុលាយឡំជាមួយនឹងផ្ទៃចិត្តហ្នឹងចិត្តជាធម្មពលដូចខ្ញុំធ្លាប់និយាយខាងដើមអញ្ចឹងថារូបបលៈរូបធម្មពលបលៈធម្មពលឧទាហរណ៍ដូចកញ្ចក់កាលណាបលៈដីរួយលើកញ្ចក់យូរទៅកញ្ចក់បាត់សភាពដើមរបស់វាមើលអីអត់ឃើញទេឆ្លោះមុខអត់ឃើញទេបាត់ធម្មជាតិនៃកញ្ចក់ហ្នឹងទៅដែលធម្មជាតិនៃកញ្ចក់គឺឆ្លោះមុខបានដល់ពេលហុយដីពេញទៅកញ្ចក់ហ្នឹងឆ្លោះមុខលែងបានដូចគ្នាជាមួយនឹងតួចិត្តដែរតួញៀនដែលជាតួដើមរបស់ចិត្តហ្នឹងជាធាតុដឹងហ្នឹងតាមព្រះពុទ្ធព្រះបរមគុណនៃយើងព្រះអង្គថាដឹងណាស់ដឹង 10000 លោកធាតុហ្នឹងណា10000 លោកធាតុហ្នឹងគឺជាជំរករបស់ញៀនហ្នឹងដូចគេប្រាប់យើងថាអូយគេស្រែកនៅមុខផ្ទះហែងអញលឺហ៎បើស្រែកលឺធម្មតាតែចឹងបើស្រែកធម្មតាលឺអញមើលឃើញឡើងដាច់កតុយភ្នែកតែមើលឃើញដាច់កតុយភ្នែកអញ្ចឹងវាជាធម្មជាតិដល់ពេលការដឹង10000 លោកធាតុហ្នឹងវាជាធម្មជាតិអញ្ចឹងកាលណាយើងសម្អាតអស់អាសវៈដែលជាគ្រឿងបាំងនៃតួញៀនហ្នឹងទៅញៀនហ្នឹងវាដឹង10000 លោកធាតុអញ្ចឹងដូចគេប្រាប់ថាហួយមានខ្មោចមានខ្មោចទៅបើញៀនហ្នឹងវាដឹងហើយជាធម្មជាតិហ្នឹងមានពិបាកអីរស់នៅជាមួយគ្នាពេញទឹកពេញដីហ្នឹងទៅពេញអាកាសពេញអីហ្នឹងទៅមានអីលំបាកព្រោះតួញៀនជាធម្មជាតិដឹងអញ្ចឹងដែលវាទៅជាលែងដឹងវិញហ្នឹងដោយសារធម្មជាតិអាសវៈដែលជាគ្រឿងសៅមងដេកលាយក្នុងចិត្តជាធាតុបាំងមានធាតុមោហៈធម៌អីនោះមោហៈធម៌ជាធាតុបរមត្តធម៌ល្អិតផុសផង់ដែលលាយនៅក្នុងចិត្តហ្នឹងប៉ុន្តែខ្ញុំនិយាយថាលាយអញ្ចឹងទេថាម៉ូលេគុលលាយធម្មពលលាយជាមួយធម្មពលអញ្ចឹងវាលែងជាជាតិសុទ្ធដែលជាតួញៀនឃើញទេដល់ពេលយើងសិក្សាឲ្យល្អិតចូលទៅក្នុងចិត្តតាមវិធីវិបស្សនាតាមរបៀបពុទ្ធហ្នឹងគឺបានទៅដល់ផ្ទៃនៃចិត្តហ្នឹងហើយព្រះអង្គដឹងធាតុអ្វីមួយនៅក្នុងតួចិត្តហ្នឹងហើយដែលញៀនជាធាតុដឹងវាគ្រាន់តែដឹងទេដែលសបាយដែលសោមនស្សដែលទោមនស្សដែលតឹងតែងចង្អៀតចង្អល់គឺសត្វតែជាធាតុអសវៈទាំងអស់ត្រង់ហ្នឹងដែលពុទ្ធទ្រង់ត្រាស់ថាយេធម្មាហេតុបភវេទេសង្ឃហេតុងតថាគតោធម៌ទាំងឡាយកើតមកពីហេតុរបស់វានៅខាងក្នុងចិត្តហ្នឹងមកពីតួចិត្តហ្នឹងវាមានអសវៈវាមានកលេសវាមានគ្រឿងសៅមងដែលដេកត្រាំហ្នឹងវាចាំឆក់នឹងរឿងខាងក្រៅដូចខ្ញុំធ្លាប់និយាយថាអ្នកថៃបានយំថាខ្ញុំយំព្រោះម៉ែស្លាប់មិនមែនទេព្រោះអសវៈដែលវាជាប់ជាមួយនឹងម្ដាយហ្នឹងដេកត្រាំនៅក្នុងចិត្តឯណោបើខ្វេះអសវៈហ្នឹងវិញទៅពេលម្ដាយស្លាប់ក៏មិនយំដែរព្រោះរយំអត់ឃើញដឹងបានធាតុអីយំពីព្រោះអសវៈរលត់អស់ពីញៀនហើយអសវៈខយៈញៀនហើយមានន័យថាញៀនដឹងអំពីការអស់ទៅនៃអាសវៈនឹងទៅហើយការដែលបណ្ដាលឲ្យយំគឺដោយសារអាសវៈនឹងហើយចុះបើអាសវៈនឹងវារលត់ទៅហើយបានស្អីជាធាតុញាប់ញ័រធ្វើឲ្យយំតែយើងហ៊ានកើតតែយើងហ៊ានបង្កើតកូនបង្កើតអីតគ្នាមកអញ្ចឹងវាត្រូវតែមានងាប់អញ្ចឹងបើសិនណាជាយើងខ្លាចងាប់អញ្ចឹងយើងកុំបង្កើតមកអញ្ចឹងគ្មានយំគ្មានសោកគ្មានអីទេរកធាតុយំមិនបានមិនធ្វើអត់យំទេណាវាអត់មានធាតុអីបណ្ដាលឲ្យយំហ្មងព្រោះអីព្រោះយើងជីករំលើងឬគល់នៃធម៌នោះតថាគតប្រាប់ឲ្យស្គាល់ហេតុនៃធម៌នោះនិងឧបាយដើម្បីរលត់ហេតុនៃធម៌នោះឧបាយហ្នឹងស្អីគេឧបាយដើម្បីរំលត់ឬគល់នៃធម៌នោះហ្នឹងស្អីគេវិបស្សនាហ្នឹងការតាំងចិត្តឲ្យនៅក្នុងសមាធិហ្នឹងពេលណាចិត្តវិលទៅរកសភាពដើមគឺធាតុសុទ្ធរបស់វាគឺញៀនហ្នឹងពេលហ្នឹងណដ្ឋិសន្តិបរាំងសុខាងកើតនៅពេលហ្នឹងនិព្វាននៅពេលហ្នឹងសូមរងចាំស្ដាប់ភាគបន្តនៅថ្ងៃស្អែកសំឡេងអង្គការបណ្ដុះបណ្ដាលនិងអភិវឌ្ឍ TDO មានចាក់ផ្សាយតាមរលកធាតុអាកាសវិទ្យុ FM 90 MHz រៀងរាល់សប្ដាហ៍ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ចាប់ពីម៉ោង 7 យប់ដល់ម៉ោង 8
និងធ្វើការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យពីម៉ោង 6 ដល់ម៉ោង 8 យប់ហើយមានចាក់ផ្សាយតាមរលកធាតុអាកាសវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងរៀងរាល់ថ្ងៃពីម៉ោង 3 រសៀលដល់ម៉ោង 4 និងធ្វើការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង 7 យប់ដល់ម៉ោង 8 អង្គការយើងសូមទទួលការតិចទៀនកែលម្អពីមិត្តអ្នកស្ដាប់តាមរយៈទូរស័ព្ទ2ខ្សែ012 88 33 49និងមួយខ្សែទៀត012 188 54 40សូមអរគុណcòn ta mà địch lá chiếc nắng ca lý đã ba giờ còn ta mà địch lá chiếc nắng ca sao đã dương rừng rừng ông cô càng khàn đòi chiếc dương xa mà kia sao đã dương rung rung ông cô càng khàn đòi chiếc dương xa mà kia cùng mơ mong nam kia dương trừ cà phê ôi bông chiếc ta hút na krong lang khai mà ra chết ngay rùm kia có sang chiếc chia thầm ấy